ដូច្នេះអ្នកណាដែលបន្ទាបខ្លួនឲ្យបានដោយកូនតូចនេះអ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរឋានសួគ៌ហើយអ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំដែរត្បិតអស់អ្នកណាដែលដំកើងខ្លួននោះនឹងត្រូវបន្ទាបចុះតែអ្នកណាដែលបន្ទាបខ្លួននោះនឹងបានដំកើងឡើងវិញកុំឲ្យធ្វើអ្វីដោយទោះតែងគ្នាឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយតែចូលរាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញកុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយត្រូវស្វែងរកចំពោះអ្នកដទៃផងត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញព្រមទាំងប្រសូតមកមានរូបជាមនុស្សផងហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះនោះក៏បន្ទាបព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺទ្រង់ទទួលសគត់ជាប់លើឈើឆ្កាងផងដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរលើសជាងអស់ទាំងនាមផងដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវនោះឲ្យគ្រប់ទាំងជង្គង់នៅឋានសួគ៌នៅផែនដីហើយនៅក្រោមផែនដីត្រូវលូតចុះហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអង្គម្ចាស់សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតាចូលបន្ទាបខ្លួននៅចំពោះព្រះអង្គម្ចាស់នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើងបងប្អូនអើយកុំឲ្យនិន្ទាគ្នាឡើយអ្នកណាដែលនិន្ទាហើយថ្កោលទោសបងប្អូនខ្លួននោះក៏និន្ទាហើយថ្កោលទោសចំពោះក្រឹតវិន័យដែរបើអ្នកថ្កោលទោសក្រឹតវិន័យនោះអ្នកមិនមែនកាន់តាមក្រឹតវិន័យទេគឺឈ្មោះថាជាអ្នកថ្កោលទោសវិញផលនៃសេចក្តីសុភាពនិងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះគឺជាទ្រព្យសម្បត្តិកិត្តិស័ព្ទនិងជីវិត